យើងខ្ញុំសូមជូនចម្រៀងឈ្មោះជូនពរមហាជោគជ័យថ្ងៃ17មេសា ធ្វើឲ្យពពុះអាចដាក់អត់ចឹងនិយាយទៅពពុះអាចនៅអត់ចឹងវាមកវាឲ្យយើងលឹកចេញឲ្យស្អាតចាសារមន្ទីរឧក្រិដ្ឋកម្មប្រឡាយពូជសាសន៍ទួលស្លែងគឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញសម្រាប់ចងចាំពីអំពើប្រឡាយពូជសាសន៍នៅកម្ពុជាទីនេះជាអតីតមន្ទីរសន្តិសុខ21ឬហៅកាត់ថាស21ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយលោកប៉ុល ពតឈ្មោះដើមសាឡុតសមន្ទីរស21ជាកន្លែងឃុំឃាំងសួរចម្លើយនិងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃនិងសម្លាប់មនុស្សក្រោយពេលបានបំពេញសំណុំឯកសារសេចក្តីសារភាពចប់សពគ្រប់អ៊ំអត់លិតហ្នឹងហើយបានវាយយកដៃវាយរងអញ្ចឹងបាក់កូនដៃហ្នឹងបាក់ហើយហើយអាកញ្ចក់ជើងនេះវាយកទៅកាប់មួលចានេះអាកញ្ចក់មេជើងហ្នឹងនេះយកទៅកាប់មួលអត់ដាច់មកត្រាក់តែឲ្យដាច់យ៉ាហើយកជាវាដាក់ខ្សែភ្លើងញាត់ឆាច់បឹកអញ្ចឹងយើងឃើញតែ7ពេកមកអត់ដឹងខ្លួនទេបាទឥឡូវមកខាងធ្វើការអត់កើតទេបានតែមកខាងទេមួយយ៉ាងនេះអត់បានទេនៅថ្ងៃរំដោះ7មករាឆ្នាំ1979ទីនេះត្រូវបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស21ដូចជារូបភាពនិងសំណុំឯកសារផ្សេងៗព្រមទាំងសេចក្តីសារភាពរបស់ជនរងគ្រោះសម្ភារៈធ្វើទារុណកម្មខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន14នាក់ក្នុងនោះមានស្ត្រីចំនួន1នាក់ត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ជូនភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាអតីតមន្ទីរស21គឺជាគ្រឹះស្ថានសិក្សា2ខ្នងគឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃដែលស្ថិតនៅក្នុងតំបន់នៃការហុំព័ន្ធតំបន់នេះពួកខ្មែរក្រហមបានធ្វើរបងស័ង្កសីមានលក្ខណៈដូចគ្នាហុំព័ទ្ធគ្រឹះស្ថានទាំងពីរនេះដូចគ្នាការហុំព័ន្ធនេះធ្វើនៅក្រោយពេលបណ្ដេញប្រជាជនចេញពីភ្នំពេញឲ្យទៅតំបន់ព្រៃភ្នំឬជនបទដាច់ស្រយាលការរស់នៅរបស់ប្រជាជនគឺមានសភាពជាទេសកលដែលប្រៀបដូចជាគុកគ្មានជញ្ជាំងហើយអានេះក៏ចឹងដែរប្រែក៏ព្រមដេកអត់ដេកឈ្ងៀបចុះយំឡាឡោស្អីអគារទាំង4នៃគ្រឹះស្ថានសិក្សានេះត្រូវបានរៀបបន្ទប់ថ្នាក់រៀនឲ្យប្រែក្លាយទៅជាបន្ទប់តូចៗដែលមានប្រវែង2ម៉ែត្រគុណនឹង 0.80 ម៉ែត្រសម្រាប់ឃុំឃាំងអ្នកទោសម្នាក់ៗឈ្មោះបុត្រហេងប្រធានក្រុមធ្វើឯកសារនៅមន្ទីរស21សកម្មភាពរបស់ខ្ញុំសួរមីស្រីគឺវាយវាឲ្យរបូតសម្ពុតហើយដិតវាឲ្យរលួយហើយវាយឲ្យវិលធ្វើមិនឲ្យងាប់ដាច់ចម្លើយការនោះអស់ពីអ្នកមកពីស្រុកបារាំងម្នាក់ឬកងពល310ម្នាក់ក្រៅពីនេះសកម្មភាពរបស់ខ្ញុំវាយមីច័ន្ទមីនេះពោះធំការនោះបងមិនទាន់ឲ្យវាយទេតែខ្ញុំលួចវាយវាទាល់តែសន្លប់បន្ទប់នេះខ្ញុំធ្លាប់យាមអាក្រមទី5បានចាប់រំលោភនារីមានកូនមួយនារីនោះរូបរាងស្អាតហើយអាក្រមទី5បានបញ្ជាអ្នកទោសក្រៅពីនឹងថាឲ្យដេកបែរមុខទៅលិចទៅត្បូងទៅជើងដេកបែរមុខហើយអាក្រមទី5បានបញ្ជាថាបើអ្នកណាកម្រើកវាយកទៅវាយចោលហើយអ្នកទោសទាំងអស់នោះក៏ស្ងាត់ស្ងៀមអត់ហ៊ានកម្រើកទេដោយឡែកនៅឆ្នាំ1977ដល់1978អគារកបានរៀបចំជាបន្ទប់ទំហំ6ម៉ែត្រគុណនឹង4ម៉ែត្រដែលមានបង្អួចឃាំងដោយចម្រឹងដែកយ៉ាងរឹងមាំនិងពោពាសទៅដោយកញ្ចក់ការពារសំឡេងដើម្បីកុំឲ្យសម្រេចការឈឺចាប់នៃជនរងគ្រោះឮចេញមកក្រៅ
នៅពេលធ្វើទរណកម្មម្ដងអាគារកសម្រាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជាអ្នកប្រឆាំងអង្គការបដិវត្តន៍ពួកអ្នកទោសនេះមានរបបក្រែកដេកភួយខ្នើយកន្ទេលរីឯកេះស្ដែកនិងប៊ីដុងជ័រសម្រាប់ជនរងគ្រោះប្រើប្រាស់ក្នុងការបន្តបង់បង្គោលឈើសម្រាប់សិស្សានុសិស្សធ្វើលំហាត់កីឡាត្រូវបានធ្វើជាកន្លែងសម្រាប់ធ្វើទរណកម្មសួរចម្លើយដោយចងដៃជនរងគ្រោះទាំងពីរទៅក្រោយហើយទាញឡើងខ្ពស់ទៅលើរួចទម្លាក់ចុះមកក្រោមជាច្រើនលើកជាច្រើនសារយោងតាមការស្រាវជ្រាវទៅលើបញ្ជីឈ្មោះជនរងគ្រោះដែលចេញចូលពីឆ្នាំ1975មកទល់ខែមិថុនាឆ្នាំ1978មានចំនួន4លើកគឺឆ្នាំ1975មានចំនួន154នាក់ឆ្នាំ1976មានចំនួន2250នាក់ឆ្នាំ1977មានចំនួន2350នាក់និងឆ្នាំ1978មានចំនួន5765នាក់ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗដែលពួកវាបានសម្លាប់នោះទេ ថ្ងៃហ្នឹងខ្ញុំចេះតែដេកគិតបួងសួងនឹកដល់គុណបុណ្យទេវតាបើសិនណាខ្ញុំឆ្លើយដាក់គេទៅហើយវាមានប៉ះពាល់អីសូមកុំឲ្យមានកម្មពីម្ដងខ្ញុំទៀតណាថ្ងៃហ្នឹងអារម្មណ៍របស់ខ្ញុំនៅក្នុងចិត្តខ្ញុំវាអញ្ចឹងអានេះបើគិតទៅគេចាប់មេឯងមកមេឯងឆ្លើយ50-60នាក់ទៅណាហើយនឹងនោះមានមេឯងផងតែមេឯងគេចាប់មកទៀតឆ្លើយ50-60នាក់ទៀតក្នុងឈ្មោះនេះហើយដល់អញ្ចឹងអ្នកទាំងអស់នេះឆ្លើយ50-60បន្តនេះទៅទៀតអស់ហ្មងតែមួយឆ្នាំទៅ2ឆ្នាំទៀតអស់ហើយសិតតែខ្មាំងមនុស្សនៅក្នុងស្រុកខ្មែរតែខ្មាំងទាំងអស់ជាចុងបញ្ចប់ខ្ញុំសូមឧទ្ទិសអត្ថបទនេះជូនចំពោះបងប្អូនខ្មែរដែលបានបាត់បង់ជីវិតក្នុងរបបនេះសូមឲ្យបងប្អូនធ្វើដំណើរទៅកាន់សុគតិភពជាទីឋានស្ងប់សុខក្នុងបរិលោក